ខ្សែភាពយន្តខ្លីស្ដីពីគម្រោងស្រូវមិត្តគ្រាដែលជាគំនិតផ្ដួចផ្ដើមនៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃត្រូវបានដាក់បង្ហាញនៅថ្ងៃទី10 ខែឧសភានេះដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្តប្រវេសន៍ពិភពលោកឆ្នាំ2025ការដាក់បង្ហាញនេះធ្វើឡើងដោយក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា NOS ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife Internationalនិងមូលនិធិ Mende Nature នៅថ្ងៃទី10 ខែឧសភាឆ្នាំ2025ខ្សែភាពយន្តខ្លីនៃគម្រោងស្រូវមិត្តគ្រាត្រូវបានផលិតឡើងដើម្បីអបអរសាទរទិវាសត្វស្លាបទេសន្តប្រវេសន៍ពិភពលោកឆ្នាំ2025ក្រោមប្រធានបទចែករំលែកទីជម្រកការបង្កើតទីប្រជុំជននិងសហគមន៍មេត្រីភាពសត្វស្លាបខ្សែភាពយន្តដែលមានរយៈពេលជាង6 នាទីនេះបង្ហាញពីភាពជោគជ័យនិងបញ្ហាប្រឈមដែលកំពុងកើតមានឡើងក្នុងការអនុវត្តរបស់គម្រោងក្នុងរយៈពេល3 ឆ្នាំមកនេះជាពិសេសការលើកកម្ពស់ការចូលរួមរបស់សហគមន៍និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វគ្រានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមទិវាសត្វស្លាបទេសន្តប្រវេសន៍ពិភពលោកគឺជាយុទ្ធនាការមួយធ្វើឡើងចំនួន2 ដងនៅខែឧសភានិងខែតុលាជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងភាពចាំបាច់ក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍និងទីជម្រករបស់ពួកគេទិវាសត្វស្លាបទេសន្តប្រវេសន៍ពិភពលោកប្រមូលផ្ដុំមនុស្សតំណាងអង្គការនិងអ្នកពាក់ព័ន្ធនៅជុំវិញពិភពលោកដើម្បីអបអរទិវានេះនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្កើនការយល់ដឹងឆ្លើយតបនឹងការគំរាមកំហែងដែលសត្វស្លាបទាំងនេះបានប្រឈមលោកប៊ូវ៉ាសាក់នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានមានប្រសាសន៍ថាបន្ទាប់ពីសាកល្បងអស់រយៈពេល3 ឆ្នាំលទ្ធផលវិជ្ជមាននៃគម្រោងនេះបានលើកទឹកចិត្តដល់ក្រុមអភិរក្សយ៉ាងខ្លាំងលោកបញ្ជាក់ថាយើងមានគោលបំណងក្នុងការពង្រីកគម្រោងនេះដើម្បីទទួលបានសមិទ្ធផលកាន់តែធំក្នុងការអភិរក្សសត្វគ្រានិងជីវភាពរបស់សហគមន៍សូមសាធារណជនទាំងអស់ចូលរួមទស្សនាខ្សែភាពយន្តដែលផលិតឡើងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងនិងដើម្បីចូលរួមគាំទ្រដល់គម្រោងអភិរក្សនេះឲ្យមាននិរន្តរភាពអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថានលោកខ្វៃអាទិត្យចាបានអបអរសាទរចំពោះភាពជោគជ័យនៃគម្រោងស្រូវសត្វគ្រានេះលោកមានប្រសាសន៍ថាក្រសួងបរិស្ថានបាននឹងកំពុងធ្វើការអភិរក្សធនធានធម្មជាតិដោយសហការជាមួយដៃគូសហការនានាជាពិសេសសហគមន៍មូលដ្ឋានតួយ៉ាងការអភិរក្សសត្វគ្រាដែលត្រូវបានគាំទ្រនិងចូលរួមពីសហគមន៍មូលដ្ឋានលោកថ្លែងដូចនេះថាគម្រោងនេះបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើងចូលរួមទប់ស្កាត់ការបំពុលកាត់បន្ថយការប្រើប្រាស់ជីគីមីនិងផ្ដល់ជាប្រភពអាហារបន្ថែមសម្រាប់សត្វគ្រាផងដែរលោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តឲ្យសាធារណជនចូលរួមបរិភោគអង្ករនៃគម្រោងស្រូវមិត្តសត្វគ្រាដើម្បីទទួលបានសុខភាពល្អជួយដល់ប្រជាកសិករក៏ដូចជាចូលរួមការពារនិងអភិរក្សសត្វគ្រាសម្រាប់កូនចៅជំនាន់សត្វគ្រា Antiguan Sharpe ជាប្រភេទសត្វស្លាបទឹកដ៏ធំនិងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍សត្វគ្រាត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃហើយថែមទាំងបានបង្ហាញក្នុងសិល្បៈនិងស្ថាបត្យកម្មតាំងពីសម័យអង្គរមកទោះជាយ៉ាងណាសត្វគ្រាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងភូមិភាគអាស៊ីអាគ្នេយ៍សត្វគ្រាត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ RACE នៅប្រទេសកម្ពុជាសត្វគ្រាធ្វើសម្បុកនៅខ្ពង់រាបភាគខាងជើងនិងខាងកើតនិងបម្លាស់ទីមកកាន់តំបន់ដីសន្ទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជានិងប្រទេសវៀតណាមនិងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំយោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ2024មានសត្វគ្រាតែចំនួន178ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រាអ្នកស្រាវជ្រាវបានបង្ហាញឲ្យឃើញពីការធ្លាក់ចុះរបស់សត្វគ្រាក្នុងកម្រិតដ៏គួរឲ្យព្រួយបារម្ភក្នុងរយៈពេលតែជាង1 ទសវត្សរ៍កន្លងទៅនេះដោយសារអត្រាការស្លាប់កើនឡើងនិងការធ្លាក់ចុះនៃការពងកូនគម្រោងស្រូវមិត្តគ្រាត្រូវបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំ2019នៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចខេត្តកំពតដើម្បីលើកកម្ពស់ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះដើម្បីជួយការពារទីជម្រកនិងចំណីអាហាររបស់សត្វគ្រាព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីនិងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើមនៅឆ្នាំ2025ផ្ទៃដីដាំដុះរបស់គម្រោងបានពង្រីកដល់ជាង185ហិកតាការបង្កើតគម្រោងនេះគឺក្រោយពីមានការស្លាប់របស់សត្វគ្រាចំនួន10ក្បាលកាលពីឆ្នាំ2018បន្ទាប់ពីក៏សាកសពទៅពិនិត្យឃើញមានសារធាតុគីមីពុលដែលទំនងបណ្ដាលមកពីការប្រើប្រាស់ជីគីមីឬទុកដាក់កាកសំណល់សម្បកថ្នាំគីមីមិនបានត្រឹមត្រូវសាធារណជនអាចទស្សនាខ្សែភាពយន្តខ្លីរបស់គម្រោងស្រូវមិត្តគ្រាដែលមានភ្ជាប់ជូនផងដែរ Heps Social Admiral